អូខេអញ្ចឹងយើងបន្តមកទៀតបងប្អូនអានេះគឺវីដេអូទី6គឺតាក់ទងទៅនឹងការ download ម្ដងឥឡូវអា5បតមិញគឺយើងធ្វើហើយណានេះវាđãចប់ហើយអញ្ចឹងបន្តមកទៀតគឺខ្ញុំបង្ហាញតាក់ទងទៅនឹងការ download តែយើង download របៀបម៉េចណាអានេះគឺចប់ហើយគឺយើងអាចបិទក៏បានអីក៏បានខ្ញុំភ្លេចប្រាប់កន្លែងនេះគឺយើងអាចសូឬក៏ហាយវាបានកុំឲ្យវាឃើញសមាមពេកណាអានេះក្នុងករណីយើងមានច្រើនអីវាសមាមច្រើនបើយើងធ្វើម្ដង10អាល់ប៊ុមអីឃើញបតិបតាអញ្ចឹងthìយើងបិទអានេះយើងធ្វើហើយយើង minimize វាអញ្ចឹងទៅណាតោះអញ្ចឹងយើងចូលក្នុងកន្លែង downloader នេះមក downloader នេះគឺដូចគ្នាបងប្អូនគឺត្រូវការ select profile សំខាន់បំផុតគឺ profile format នៅក្នុង Suno បងប្អូនមាន2 MP3 និង WAV ប៉ុន្តែខ្ញុំបញ្ជាក់ WAV គឺបានតែសម្រាប់ account ឲ្យគាត់ Pro ណាគាត់ទិញបើ account free download WAV អត់ចាញ់ទេណាសូម្បីតែយើង down ដៃក៏ដូចគ្នាដែរគឺតម្រូវឲ្យយើងត្រូវការ pay លុយឲ្យវា subscription វាបានយើងអាច down ជា WAV file បានហើយកន្លែងនេះគឺកន្លែង save អញ្ចឹងខ្ញុំ save មកខ្ញុំ save ដាក់នៅកន្លែងដដែលដើម្បីឲ្យបងប្អូនស្រួលមើលដាក់នៅក្នុង test select folder មកនេះ test អញ្ចឹងបងប្អូន scan ទាំងអស់ក៏បាន full scan មានន័យថានៅក្នុង account របស់យើងនេះមាន workspace ប្រហែលគឺវា scan មកទាំងអស់ប៉ុន្តែបើក្នុងករណីបងប្អូនអត់ទេខ្ញុំចង់បានតែមក workspace ហ្នឹងទេកុំឲ្យវាយូរអូខេ copy អានេះមក copy URL ខាងលើមកយកមកដាក់នៅក្នុងនេះហើយបងប្អូនយក scan WS មកណាអានេះមានថាគឺ workspace យើង scan តែមួយទេអានេះគឺ full អញ្ចឹងនៅនេះអត់ទេខ្ញុំ scan full ទៅដើម្បីឲ្យបងប្អូនឃើញប្រសេសអូខេអញ្ចឹងវាបិទ profile សិននេះ workspace យើងមានប្រហែលគឺវាសូមកទាំងអស់ណាអញ្ចឹងអាមិញគឺមាន6 workspace អញ្ចឹងវា count ឲ្យទៀតអញ្ចឹងឧបមាថាបងប្អូនអត់ចង់បានទាំងអស់ទេដោះចេញទាំងអស់មកហើយ select តែមក workspace នេះបានហើយ workspace ដែលយើងធ្វើមិញ5បតមិញណាអញ្ចឹងវាឡើង10បតពោលមក track វាមាន2នេះឃើញទេអញ្ចឹងបងប្អូន download មកយកជា WAV file មកពូ WAV វាធំណាស់មក file C 10 20 30 40 មេតាមបតវែងបតខ្លីស្រួលបងប្អូនមិនបាច់ទៅចុចដៃ download មួយណហត់ទេណយូរអូខេហើយបងប្អូនអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងការ download ណា